បាទឥឡូវទៅសិនមកជើងឆ្វេងអាម៉ាត់ឌីឡូ3-4អាម៉ាត់ឌីឡូគោលបាទឥឡូវនេះក៏លេងមកមើលការប្រកួតរបស់យើងវិញប្រិមិត្តបាទបាល់គ្រប់គ្រងពីសំណាក់អ្នកចាំទី Flecken របស់ Brentford បាទចំណែកឯអាយ៉ាតាត់មកក្បាលទៅលៀងឱកាសគ្រាប់បាល់ណែអមិនទៅលុកសអូយបាទលុកសអើយបាទពលឹងនេះគឺបាទហោះទៅញ៉ាំផលិតអស់ហើយប្រិមិត្តហើយទស្សនាកន្លែងនេះការបោកបាល់ទៅពីស្លាប់ខាងឆ្វេងហើយក៏បាទតែពីលុកសប៊ីអូនហ្គោលខ្លួនឯងអូសំណាងល្អប្រិមិត្តហើយបាទចេះមិនអីណាបាយិនឌីគឺគាត់មកមុំបាទគាត់មកមុំខាងមកខាងឆ្វេងលុកសតែទឹកកដាលបាទឥឡូវទៅហើយពីអាឡេចិនត្រូកាណាឈូមួយជើងស្ដាំចូល1-0ពី Mason Mount អូណេ Mason Mount ទាត់បំប៉ោងសំណាញ់ទីជួយឲ្យ Man U នាំមុខទៅលើ Brentford 1-0 កូនសម្បត្តិនេះបានទៅលើបាទគឺ Alejandro Garnacho អាស៊ីតឲ្យ Mason Mount ស្អាតណាស់ប្រិមិត្តទស្សនាក្រោយនេះការទាត់មកជើងឡើងមិនបានល្អពីសំណាក់អ្នកចាំទីរបស់ Brentford ហើយក៏តាន់មកក្បាលពីខ្សែការពារស្ដាំ Alejandro Garnacho បោះជើងមកកដាលលើកមកឲ្យ Garnacho មួយស្មាកាត់មកជើងទៅថែមមកជើងស្ដាំកន្លែងនេះបំប៉ោងសំណាញ់ទីបានសម្រេច1-0 បាត់ហើយប្រិមិត្តបាទ1-0 បាត់ហើយណាបាទសុស្ដីបងតាហុងបាទតែមកក្បាលពីខ្សែការពាររបស់ Man U ចាក់មកក្បាលពីអាម៉ាកាក់មកជើងកន្លែងនេះគ្រាប់បាល់តាមស្មាបាត់ហើយអូយបាទចាប់សពគ្រប់តែម្ដងប្រិមិត្តហើយបាទការតាច់មកក្បាលពីសំណាក់កីឡាកររបស់ Brentford ឥឡូវនេះមានគ្រាប់បាល់តាមស្មាទៅលើ Manchester United បាត់ហើយអូយបាទសោកស្ដាយប្រិមិត្តបាទបាយិនឌីមិនអាចសង្គ្រោះបានបាទការរកគ្រាប់បាល់បាទពីសំណាក់កីឡាកររបស់ Brentford មកគ្រាប់នេះស្អាតដល់ប្រិមិត្តហើយបាទខ្សែបំរើប្រយុទ្ធកណ្ដាលរបស់ Mikel Damsgaard បាទទស្សនាកន្លែងនេះប្រិមិត្តនេះកន្លែងនេះបាទព្យាយាមចាក់មកក្បាលដែរបាទតាមមកជើងទៅពី Damsgaard បាទបានដូចជាឡងជាមួយនឹងលុកសចូលទេបាទដូចជាបាល់អូនហ្គោលទៅកាន់លុកសបាទការបោះទៅពីបាទកាយូដេមែនអើយបាទលុកសគាត់ព្យាយាមរត់មកពាំងណាប្រិមិត្តយើងក៏ប៉ុន្តែការបាទថែមមកជើងនេះល្មមមកប៉ះជាមួយនឹងទ្រូរបស់លុកសបាទឡងចូលទីល្មមតែមកជើងចូលប្រអប់គ្រោះថ្នាក់លុតតែដល់ក្បាលចូល2-1ពី Brentford បាទឥឡូវនេះមកកីឡាករខ្សែបំរើប្រយុទ្ធឆ្វេងបាទ Kevin Scott ជាអ្នករកគ្រាប់បាល់ទី2ឲ្យ Brentford បាទការនាំមុខវិញទៅលើ Manchester United កណ្ដាលដែល Matip De Ligt កំពុងតែមានបញ្ហារបួសមើលបាទសូមរូបភាព highlight ម្ដងទៀតប្រិមត្តហើយបាទសូមរូបភាព highlight ម្ដងទៀតណាបាទទស្សនាការបោះឡើងទៅខាងលើក៏មានការប៉ះគ្នាជាមួយនឹង Matip De Ligt ពីសំណាក់បាទកីឡាករខ្សែប្រយុទ្ធលេខ11បាទយ៉ាណេវីសាបាទបោះឡើងទៅខាងលើបាទលើកមកជើងស្ដាំឡើងទៅតាច់មកក្បាលពីបាទ Kevin Scott បាទធ្វើឲ្យអ្នកចាំទី Bayern D អត់អាចសង្គ្រោះបានអូយបាទសោកស្ដាយមែនទែនណាប្រិមត្តហើយបាទសំខាន់គឺការសហការគ្នាពីសំណាក់កីឡាកររបស់ Brentford ល្អមែនទែនហើយការលើកទៅទៀតក៏កាន់តែអែមទៀតបាទ Christian Norgard Kevin Scott បាទមួយស្មើបាទជាមួយនឹង Fredrickson Kevin Scott មួយជើងស្ដាំអូយបាទសង្គ្រោះបានល្អណាស់ពី Bayern D រុញទៅឲ្យអមបេម៉ូមួយស្មើជាមួយអាម៉ាស់លើកទៅតែមកក្បាល Kevin Scott 3-1 Kevin Scott ពីគ្រាប់តែឯងណាជួយឲ្យ Brentford បើកការនាំមុខបន្ថែមទៅលើ Manchester United បាទ Kevin Scott អូយបាទពីគ្រាប់តែឯងបាត់ហើយប្រិមត្តហើយបាទ Kevin Scott បាទលោក Ruben Amorim ទៅហើយបាទលេងនៅហើយចាប់សាប់គ្រាប់ហើយបាទ Brentford ជន់ថែមទេប្រិមត្តហើយបាទនេះសងសឹកណាប្រិមត្តមកការពីជើងទី1 Man U ស៊ីបាទ2-1ដល់ពេលជើងទី2លេងនៅក្នុងដីរបស់ Brentford វិញ Brentford ដាក់3-1វិញបាទទស្សនាក្រោយនេះការបោះទៅឲ្យបាទស្លាប់ខាងស្ដាំហើយក៏តលាក់ទៅខាងក្រោមពីខ្សែការពាររួចបន្តទៅឲ្យ Brian Mbeumo ញាក់មួយស្មើលើកចូលតែមកក្បាលពី Kevin Scott
បាទពីគ្រាប់តែឯងហើយបាទ Kevin Scott សុទ្ធតែជាការតែបញ្ចូលទីទាំងអស់ប្រិមិត្តហើយបាទកន្លែងដដែលទៀតប្រិមិត្តបាទតែកន្លែងដដែលទៀតបាទ Kevin Scott ឥឡូវនេះឱកាសគ្រាប់បាល់ទៅពី Manchester United ឌូគ្រាប់អស់គ្រោះថ្នាក់លោកអញ្ញាកដាលអត់ពីនៃ penalty ទេអូយបាទលោក Anthony Taylor បាទទស្សនាកន្លែងនេះប្រិមិត្តចាំមើលបាទកំហុសពីសំណាក់កីឡាករខ្សែការពាររបស់ Brentford ដែរឬក៏អត់ការអូឡាំទៅចាប់ទាញបាទចាប់ទាញទៅលើខ្សែប្រយុទ្ធរបស់ Manchester United បាទចាប់ទាញតិចដួលអាយ៉ាឱកាសគ្រាប់បាល់ទី4មួយជើងស្ដាំយ៉ាវណេវីសាចូល4-1បាត់ហើយអូយចាប់ខ្ទេចចាប់ខ្ទីហើយមែនយូយប់នេះយ៉ាវណេវីសាជាអ្នករកគ្រាប់បាល់ទី4នៅនាទីទី74ឲ្យ Brentford បាទបើការនាំមកបន្ថែមទៅលើ Manchester United យ៉ាវណេវីសាបាទ Man U ចាក់ស្ដែងទៅទុកកម្លាំងលើក Europa League ទេបងប្អូនយើងបាទទុកកម្លាំងលើក Europa League ទេណាបាទនេះមិន offside ទេបាទការបោះមកទៅឲ្យយ៉ាវណេវីសាអាយ៉ាបាទនេះឃើញថាអ៊ីដូចជាមិនអីទេបើបាល់មិញAlejandro Garnacho រុញទៅឲ្យ Christian Eriksen Alejandro Garnacho 2-4 ពី Garnacho អូចឹងឡើងកូនចាញ់ទៅឲ្យតែសុទ្ធចូលបាទ Alejandro Garnacho ណែការលេងប៉ះ1-2ជាមួយនឹង Christian Eriksen មួយជើងស្ដាំណែបាទចូលមុំអង្គខាងឆ្វេងស្អាតណាស់ប្រិមិត្តហើយ Alejandro Garnacho បាទ 4-2 មកវិញហើយបាទចាញ់ទៅមកឲ្យតបានគ្រាប់បាល់ពី Manchester United បាទឥឡូវទៅសុទ្ធមកជើងឆ្វេង Amadillo 3-4 Amadillo គោល Amadillo អែមណា3-4 Amadillo ប្រឹងចឹងឡើងកូនណែអ្វីដែលខ្ញុំចង់បានអ្វីដែលខ្ញុំចង់ឃើញមកនៅសល់3នាទីទៀតសុំ4ស្មើមកទស្សនាកន្លែងណែការរុញទៅខាងក្រោមឲ្យ Victor Lindelof ក៏បោះជន់មកកដាលទប់មួយហើយក៏រុញបន្តឲ្យ Amadillo អូមួយស្មើ Amadillo អូមួយហើយក៏ថែមមួយជើងឆ្វេងប្រឡោះជើងអ្នកចាំទី Mark Flecken របស់ Brentford អូយ Amadillo ហើយណែបើប្រឡោះជើងដូចគេចាប់ដាក់ចឹងណាបាទឥឡូវនេះបាទលោកអញ្ញាកដាលបាទផ្លុំកញ្ចែបញ្ចប់ការប្រកួតទៅហើយបាទលទ្ធផលជាផ្លូវការអបអរសាទរសម្រាប់ក្រុមម្ចាស់ផ្ទះ Brentford បាទ Brentford ទទួលបាន3ពិន្ទុបន្ទាប់ពីយកឈ្នះទៅលើ Manchester United ដោយលទ្ធផលគឺ4-3